គំរូដឹកនាំដ៏ល្អលោកមេភូមិវិហារសួរត្បូងដឹកនាំក្រុមការងារកាត់ស្មៅនិងសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ8ដើម្បីលើកកម្ពស់សោភ័ណភាពសហគមន៍ខេត្តកណ្ដាលការចូលរួមចំណែកថែរក្សាបរិស្ថាននិងសោភ័ណភាពសាធារណៈគឺជាកាតព្វកិច្ចដ៏សំខាន់ក្នុងការកសាងសហគមន៍ឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពជាក់ស្ដែងនាព្រឹកថ្ងៃអង្គារ15រោចខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី14ខែកក្កដាឆ្នាំ2026នេះសកម្មភាពអភិវឌ្ឍនិងសម្អាតបរិស្ថានមួយត្រូវបានធ្វើឡើងយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាលក្រមស្មារតីទទួលខុសត្រូវខ្ពស់លើការងារសហគមន៍លោកស្រឹមសុខខ័ណ្ឌមេភូមិវិហារសួរត្បូងរួមជាមួយលោកស្រឿនកុសលមេភូមិរងបានដឹកនាំកម្លាំងប្រជាការពារភូមិនិងក្រុមការងារសហគមន៍ចុះយុទ្ធនាការកាត់ស្មៅថែទាំសួនច្បារនិងសម្អាតបរិស្ថានយ៉ាងយកចិត្តទុកដាក់នៅតាមបណ្ដោយផ្លូវជាតិលេខ8ដែលស្ថិតក្នុងភូមិវិហារសួរត្បូងឃុំវិហារសួរស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលសកម្មភាពដ៏មានអត្ថន័យនេះរួមមានការកាត់ស្មៅនិងថែទាំសួនច្បារកាត់តម្រឹមស្មៅដែលដុះទ្រប់ទ្រុលតាមសួនច្បារកណ្ដាលទ្រូងផ្លូវជាតិលេខ8ឲ្យមានរបៀបរៀបរយនិងមានសោភ័ណភាពទាក់ទាញការសម្អាតបរិស្ថានប្រមូលកម្ទេចកំទីនិងសម្រាមផ្សេងៗតាមដងផ្លូវដើម្បីធានាបាននូវអនាម័យខ្ពស់និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាពសាធារណៈការសម្របសម្រួលសុវត្ថិភាពក្រមប្រជាការពារភូមិបានជួយសម្រួលចរាចរណ៍ដើម្បីធានាសុវត្ថិភាពទាំងក្រុមការងារនិងអ្នកធ្វើដំណើរតាមដងផ្លូវការចង្អុលបង្ហាញនិងការគាំទ្រពីថ្នាក់ដឹកនាំសកម្មភាពចោះជួយសហគមន៍យ៉ាងសស្រាក់សស្រាំនេះមិនមែនកើតឡើងដោយចៃដន្យនោះឡើយពលគឺទទួលបានការចង្អុលបង្ហាញនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំមូលដ្ឋានរួមមានលោកចេងឌីណាអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សោភ័ណភាពនិងអនាម័យទូទាំងស្រុកលោកមេងឈៀងហេងមេឃុំវិហារសួរដែលជាអ្នកសម្របសម្រួលនិងជំរុញឲ្យមានសកម្មភាពជាវិជ្ជមាននានានៅក្នុងឃុំផ្ទាល់គំរូវីរភាពក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋយុទ្ធនាការសម្អាតបរិស្ថាននាព្រឹកនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីបេះដូងនិងស្មារតីជាអ្នកដឹកនាំគំរូរបស់លោកស្រឹមសុខខ័ណ្ឌនិងក្រុមការងារភូមិវិហារសួរត្បូងទាំងមូលលោកមិនត្រឹមតែបំពេញតួនាទីជាអ្នករដ្ឋបាលភូមិប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអ្នកដឹកនាំដ៏ល្អដែលចុះដោះស្រាយបញ្ហាបរិស្ថានជាក់ស្ដែងដើម្បីជាគំរូដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាអនាម័យជុំវិញខ្លួនសកម្មភាពនេះទទួលបានការកោតសរសើរគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់និងរស់នៅតាមដងផ្លូវជាតិលេខ8ដោយពួកគាត់បានលើកឡើងថាសកម្មភាពបែបនេះពិតជាបានជួយលើកមុខលើកមាត់ភូមិឋាននិងធ្វើឲ្យបរិស្ថានរស់នៅកាន់តែមានភាពស្រស់បំព្រងនិងគួរឲ្យចង់រស់នៅជាកិច្ចបញ្ចប់នៃយុទ្ធនាការនេះលោកស្រឹមសុខខ័ណ្ឌក៏បានឆ្លៀតឱកាសថ្លែងសារអំពាវនាវនិងសំណូមពរយ៉ាងទទូចទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានចូលរួមចំណែកថែរក្សាបរិស្ថានជាមួយអាជ្ញាធរដោយផ្ដោតលើចំណុចសំខាន់ៗមួយចំនួនរួមគ្នាថែរក្សាអនាម័យជុំវិញផ្ទះសូមបងប្អូនប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានជុំវិញលំនៅឋានរៀងៗខ្លួនឲ្យបានស្អាតនិងមានរបៀបរៀបរយការពារការកកស្ទះប្រព័ន្ធលូសូមមេត្តាកុំបោះចោលសំរាមឬកំទេចកំទីផ្សេងៗចូលទៅក្នុងប្រព័ន្ធលូបង្ហូរទឹកដើម្បីជៀសវាងការកកស្ទះនិងជួយសម្រួលដល់ការរំដោះទឹកបានលឿនទាន់ពេលពិសេសក្នុងរដូវវស្សានេះសូមមេត្តាវេចខ្ចប់និងទុកដាក់សំរាមក្នុងធុងឬថង់ឲ្យមានសណ្ដាប់ធ្នាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនឡានដឹកសំរាមអាចមកប្រមូលនិងដឹកជញ្ជូនទៅចោលបានទាន់ពេលវេលានិងមានប្រសិទ្ធភាពការចូលរួមចំណែកយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋម្នាក់ៗគឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការធ្វើឲ្យភូមិឃុំរបស់យើងមានបរិស្ថានល្អគ្មានសំរាមគ្មានការកកស្ទះនិងមានសោភ័ណភាពស្រស់បំព្រងជាប្រចាំនេះជាការបញ្ជាក់បន្ថែមប្រកបដោយការទទួលខុសត្រូវខ្ពស់របស់លោកមេភូមិវិហារសួរត្បូងបរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នាធ្វើសេចក្តីរាយការណ៍ពីខ្ញុំបាទ Red D Net កោះឯករាជ្យ